យឧត្តមច័ន្ទយុទ្ធារដ្ឋលេខាធិការអញ្ជើញដឹកនាំកិច្ចប្រជុំការងារសម្របសម្រួលដំណើរការចុះធ្វើជំរឿនជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធនធានទឹកនិងអូតូនិយមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងអាជ្ញាធរទន្លេសាបថ្ងៃច័ន្ទ13កើតខែទុតិយាសាទឆ្នាំមកមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026នៅទីស្តីការក្រសួងធនធានទឹកនិងអូតូនិយមឯកឧត្តមច័ន្ទយុទ្ធារដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកែតម្រង់រដ្ឋបាលសាធារណៈក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោចិត្តថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានអញ្ជើញដឹកនាំកិច្ចប្រជុំការងារសម្របសម្រួលដំណើរការចុះធ្វើជំរឿនជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធនធានទឹកនិងអូតូនិយមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងអាជ្ញាធរទន្លេសាបកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមខៀវច័ន្ទប៊ុនធឿនរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈព្រមទាំងឯកឧត្តមរដ្ឋលេខាធិការលោកជំទាវអនុរដ្ឋលេខាធិការលោកស្រីជាតំណាងអាជ្ញាធរទន្លេសាបតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអគ្គនាយកកិច្ចការរដ្ឋបាលអគ្គធិការប្រធាននាយកដ្ឋាននិងប្រធានមជ្ឈមណ្ឌលចំណុះក្រសួងស្ថាប័នទាំង3ឯកឧត្តមរដ្ឋលេខាធិការច័ន្ទយុទ្ធាបានគូបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងជម្រាបជូនអំពីគោលការណ៍ណែនាំនិងត្រៀមលក្ខណៈរៀបចំធ្វើការចុះជំរឿនជាក់ស្ដែងលើមន្ត្រីថ្នាក់ដឹកនាំខុទ្ទកាល័យទីប្រឹក្សាជំនួយការមន្ត្រីក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យានៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធនធានទឹកនិងអូតូនិយមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងអាជ្ញាធរទន្លេសាប